អានព័ន្ធយោធាស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី99នៃទិវាបង្កើតកងទ័ពរំដោះប្រជាជនចិនដែលពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសម្ដេចពិជ័យសេនាធាបាញ់ឧត្តមប្រសាទផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមនាយឧត្តមសេនីយ៍វង្សពិសេនអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទនិងឯកឧត្តមវាងវិនពីនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាលោកវរៈសេនីយ៍ឯកពិសេសសេងដាស៊ីនាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជាបានថ្លែងថាប្រទេសចិនប្រកាន់ភ្ជាប់យ៉ាងម៉ឺងម៉ាត់នៅអនុភាពនិងឋានៈរបស់អង្គការសហប្រជាជាតិធ្វើយ៉ាងណាដើម្បីការពារសមភាពនិងយុត្តិធម៌អន្តរជាតិជំរុញយ៉ាងខ្លាំងក្លាក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍសកលគំនិតផ្ដួចផ្ដើមសន្តិសុខសកលគំនិតផ្ដួចផ្ដើមអរិយធម៌សកលនិងគំនិតផ្ដួចផ្ដើមអភិបាលកិច្ចសកលក៏ដូចជាបដិញ្ញាកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិហើយជានិច្ចកាលដើរតួនាទីជាកម្លាំងសន្តិភាពស្ថិរភាពនិងកម្លាំងរីកចម្រើនរបស់ពិភពលោកកងទ័ពចិនអនុវត្តដោយស្មោះត្រង់នៅគំនិតកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិអនុវត្តយ៉ាងសកម្មនៅទំនួលខុសត្រូវអន្តរជាតិរបស់កងទ័ពប្រទេសមហាអំណាចក៏ដូចជាចូលរួមយ៉ាងទូលំទូលាយនៅក្នុងអភិបាលកិច្ចសន្តិសុខពិភពលោកព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាពក្នុងតំបន់និងពិភពលោកលោកប្រធានាធិបតីឯកពិសេសសេងដាស៊ីបានបញ្ជាក់ថាប្រទេសចិនគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការការពារអធិបតេយ្យភាពនិងសន្តិសុខជាតិក៏ដូចជាគាំទ្រយ៉ាងមុតមាំដល់កម្ពុជាក្នុងការដើរលើផ្លូវអភិវឌ្ឍស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួនប្រទេសចិនមានឆន្ទៈសហការជាមួយភាគីមិត្តដើម្បីរួមគ្នារក្សាសន្តិភាពរួមគ្នាស្វែងរកការអភិវឌ្ឍនិងរួមគ្នាបង្កើតវិបុលភាពដើម្បីជំរុញការកសាងសហគមន៍វាសនារួមចិននិងកម្ពុជាក៏ដូចជាធ្វើជាគំរូសម្រាប់ជំរុញការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិទាំងមូលសន្តិភាពគឺជាសេចក្តីប្រាថ្នារួមរបស់ប្រជាជនរបស់បណ្ដាប្រទេសទាំងអស់ហើយការអភិវឌ្ឍគឺជាប្រធានបទដ៏ថិតថេរនៃសង្គមមនុស្សជាតិលោកវរៈសេនីយ៍ឯកពិសេសបន្តថាកងទ័ពរំដោះប្រជាជនចិនមានឆន្ទៈពួតដៃជាមួយកងយុទ្ធពលខេមរភូមិន្ទដើម្បីរួមគ្នាស្វែងរកសន្តិភាពរួមគ្នាការពារសន្តិភាពនិងរួមគ្នាចែករំលែកផលប្រយោជន៍សន្តិភាពថែទាំនិងពង្រីកដោយឥតមានការងាករេនៅមិត្តភាពដៃថែបរវាងចិននិងកម្ពុជាឲ្យមានការរីកចម្រើនបោះជំហានទៅមុខឥតឈប់ឈរថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី99នៃទិវាបង្កើតកងទ័ពរំដោះប្រជាជនចិននាឱកាសនោះដែរឯកឧត្តមសេនីយ៍ឯកផាតវិបុលសុភ័ក្រអគ្គនាយករងអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសនិងជានាយកដ្ឋានតាក់ទងអន្តរជាតិតាមនាងឲ្យនាយទាហានរងនិងពលទាហានទាំងអស់នៃកងយុទ្ធពលខេមរភូមិន្ទបានសម្ដែងនៅមនោសញ្ចេតនាសោមនស្សរីករាយនិងមោទនភាពក្រៃលែងដែលបានចូលរួមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី99ថ្ងៃបង្កើតកងទ័ពនៃសាធារណរដ្ឋប្រជាមានិតចិនឯកឧត្តមបានវាតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ដែលកងទ័ពនិងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនសម្រេចបានក្នុងរយៈកាល99ឆ្នាំកន្លងមកទាំងនេះជាសមិទ្ធផលដ៏ធំធេងដែលកើតចេញពីការតស៊ូដ៏អង្អែលក្លាហានពុះពៀគ្រប់ឧបសគ្គរបស់វីរៈកងទ័ពនិងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនក្នុងការការពារបូរណភាពដែនដីនិងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនើបកម្មរបស់ប្រទេសជាតិរបស់ខ្លួនឯកឧត្តមបានរំលេចឡើងវិញនៅសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជាចិនរយៈពេលកន្លងមកនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងកងទ័ពប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនជាបងប្អូនដែលបានចូលរួមជានិច្ចតែងជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេងដល់កងទ័ពនិងប្រជាជនកម្ពុជានិយាយរួមនិងនិយាយដោយឡែកចំពោះកងយុទ្ធពលខេមរភូមិន្ទសម្ដៅឈានទៅធ្វើទំនើបកម្មយោធាឲ្យមានភាពជឿនលឿននិងបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះដែលជាតតែងបង្ហាញឲ្យឃើញយ៉ាងច្បាស់នៅកិច្ចសហប្រតិបត្តិការនិងការសហការរវាងកងទ័ពនិងប្រជាជននៃប្រទេសយើងទាំងពីរព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន